សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំមកថតទស្សនវិជ្ជានៅក្នុងបរត្រីមួយនៅកន្លែងគឺដោយសារតែខ្ញុំថតនៅពេលយប់អញ្ចឹងត្រីវាចេញរស់ស៊ីពេលយប់ហ្នឹងបងអញ្ចឹងនៅក្នុងបលាយនៅក្នុងបរហ្នឹងវាមានចកមានអីមានសារាយមានអីគឺថាវាហេបលេងទាំងយប់បងគឺសត្វត្រីហ្នឹងវាអត់ដឹងតែថ្ងៃអត់ដឹងតែយប់ដូចយើងដូចមនុស្សយើងទេអញ្ចឹងវានេះនៅក្នុងបរហ្នឹងដូចមានចកវាស៊ីវាហែលលេងស៊ីវល់ល្ងាចពោះយប់ព្រឹកល្ងាចហ្នឹងឯងអញ្ចឹងនេះខ្ញុំថតនៅពេលយប់ឲ្យបងមើលនេះខ្ញុំថតលងមើលនេះអានឹងធំរត់ចុះរត់ឡើងនេះអានឹងធំមែននេះធំមកពីបរត្រីនេះគឺចិញ្ចឹមគឺបែបធម្មជាតិរបាក់ដាក់ចំណៃដាក់អីវាស៊ីទេគឺវាស៊ីនៅនឹងទៅម្ដងពេលបងបានឃើញអញ្ចឹងនេះត្រីមានច្រើនពណ៌នៅក្នុងនឹងនេះរត់ចុះរត់ឡើងនៅនឹងលេងពីទឹកគេថតពេលយប់បងនេះវាមានមេផងគួនផងនៅហែលលេងជុំគ្នានេះមើលបងមើលអញ្ចឹងប្រភេទត្រីប្រកាត់ពូជបងគឺត្រីប្រកាត់ពូជហ្នឹងវាគឺដាក់លេងដល់ពេលនេះវាមានពងមានអីវាកាត់គួនកាន់តែច្រើនណាអាត្រីប្រភេទត្រីនេះចិញ្ចឹមនេះណាបងគឺបើសិនជាគេលក់តាមផ្សារហ្នឹង1 4 9,000 លុយខ្មែរដែរណាបងលក់តាមផ្សារតាមអីវាថ្លៃដែរប្រភេទត្រីចិញ្ចឹមមកបងមើលទៅនេះរត់ចុះរត់ឡើងនេះហើយខ្ញុំនេះក៏ដេកថតមានកូនច្រើនដែរនេះនោះមែវនោះហេបដូចងឹបនេះត្រីនោះ